បាទពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពចូលឆ្នាំចិនកន្លងផុតទៅហើយវីដេអូនេះដែរខ្ញុំថតនៅថ្ងៃចូលឆ្នាំចិនពេលដែលអុជធូបជាតូនជាតាហើយខ្ញុំធ្វើការឆែកអាំងប៉ាវចាប់ផ្ដើមពីបងប្រុសបងថ្លៃខ្ញុំហើយនេះភរិយាខ្ញុំបានទទួលមួយដែរហើយគាត់ចែកគ្រប់គ្នានោះបងស្រីខ្ញុំបងស្រីហ្នឹងហើយបន្តមកទៀតគឺបន្ទាប់ពីបងស្រីបងប្រុសថ្លៃខ្ញុំចែកហើយបងស្រីបកើតរបស់ខ្ញុំបងគេហ្នឹងក៏គាត់ចែកឲ្យម្ដងនៅក្នុងថ្ងៃដែលខ្ញុំបានមកជុំគ្រួសារហើយបងក៏បានជុំគ្នាហើយក្មួយខ្ញុំមកទាំងអស់ចឹងធ្វើការចែកទៅសុវ័យខ្លាំងមែនតើបងប្អូនហើយមានក្មួយខ្លះចាប់បានតិចក្មួយខ្លះចាប់បានច្រើនតែចាប់បានច្រើនចឹងទៅតែចាប់បានតិចយំទេនេះក្មួយខ្ញុំទៅការបងប្អូនបងស្រីខ្ញុំដែរហ្នឹងហើយមើលអ្នកអ៊ុតអ្នកនេះបានច្រើនណាអ្នកវិញតាមអញពីអ្នកនេះបានតិចអង្គុយរាប់សិនយកមើលរាប់ហើយនៅអ្នកបានច្រើនគេអគេមើលអ្នកបានតិចអន់ចិត្តបងប្អូនហើយនេះចាប់ម្ដងទៀតគឺភរិយាខ្ញុំអ្នកចែកឲ្យវិញអ្នកវិញតានេះចាប់បានច្រើនគេរហូតមើលលើកនេះមើលបានច្រើនអត់ហើយសាក់ទីទុយនេះក្មួយខ្ញុំក៏ចាប់បានច្រើនរហូតដែរហើយបើតួឯកនេះក្មួយខ្ញុំដែរក៏គាត់ចាប់បានច្រើនដែរបានលុយអាំងប៉ាវច្រើននេះក្មួយខ្ញុំភីរិនចូលតែក្មួយស្រីបងប្អូនចែកអស់ហើយឥឡូវចាប់ផ្ដើមអ៊ុតចាំមើលអ្នកណាបានច្រើនអ្នកណាបានតិចបាទក្មួយខ្ញុំបានច្រើនបងប្អូននេះគាត់គាត់ខ្លាំងមែនទែនបានអត់មើលហើយបន្ទាប់ពីមានអ្នកបានលុយច្រើនក៏មានក្មួយខ្ញុំបានលុយតិចគាត់ទៅតវ៉ាគាត់បានប្រាប់ពួនអន់ចិត្តមើលមុខអ្នកអន់ចិត្តហើយបងប្អូនដល់កោហើយបន្ទាប់ពីចែកហើយបានបងក្មួយខ្ញុំញ៉ាំបាយជុំគ្នាញ៉ាំចាប់ឆាយបងយកធំបាសមកសង្គ្រោះថ្ងៃចូលឆ្នាំចិនហ្នឹងច្រៀងលេងសប្បាយខ្លាំងមែនតើបងប្អូនហើយខ្ញុំឲ្យក្មួយខ្ញុំនេះមកស្លឹកទៀតហ្នឹងហើយល្អបន្ទាប់ពីបានអាំងប៉ាវវារំយ៉ាងទៅរកលុយបានលុយច្រើនណាស់លុយที่វាយកទៅទុកក្នុងកូនជ្រូកខ្លះនឹងសល់ខ្លះយកលុយមកបងប្អូនហើយបន្ទាប់ពីបានលុយមកគេអង្គុយជុំគ្នានេះមេបងប្អូននេះមកខ្ញុំទៅចាញ់